ពិធីក្រុងពលីមុនចាប់ផ្ដើមធ្វើកិច្ចក្រុងពលីនេះខ្ញុំបាទមហាសូមអនុញ្ញាតបកស្រាយបញ្ជាក់ជូនកូនប្រុសកូនស្រីបន្តិចតើក្រុងពលីនេះមានន័យយ៉ាងដូចម្ដេចក្រុងពលីមានន័យថាការរៀបចំរណ្ដាប់សម្រាប់បូជាថ្វាយការថ្វាយនេះមាន3ផ្នែក1បាយសី7ថ្នាក់5ថ្នាក់3ថ្នាក់ប្រឆាំខណ្ឌ5ចំណាំតាំងពីបរមរានដូនតាផ្លែឈើទឹកអប់ឆ្វេងស្ដាំភេជ្ជៈទឹកក្រូចកកាកឡាថ្វាយចំពោះទេវតាហើយទេវតានេះមាន3ពួកគឺ1ទេវតាស្ថិតលើមេឃគឺយើងហៅថាអាកាសទេវតាអស់លោកកុំឆ្ងល់យើងទៅមិនដល់ដូចគ្នា2រុក្ខទេវតាគឺទេវតាស្ថិតតាមព្រៃភ្នំគុហាប្រាង្គប្រាសាទចាស់នានាដែលបាក់បែកជាពិសេសគឺស្នាក់នៅតាមដើមឈើធំធំដំបូកធំធំលើភ្នំថ្មដាយើងឲ្យឈ្មោះថារុក្ខទេវតា3ភូមិទេវតាគឺទេវតាស្ថិតនៅតាមព្រះភូមិយើងឲ្យឈ្មោះថាភូមិទេវតាឯក្រពូជបន្លែផ្លែឈើស្រស់ទាំងអស់នេះយើងថ្វាយនាងកហីងពធរនីក្បាលជ្រូកមិនស្ងោទឹកក្រូចសារាគ្រឿងក្លែមថែមមកស្រឡាញ់ខាងនោះយើងថ្វាយលោកតាមចាស់ស្រុកម្ចាស់ទឹកចាស់ដីថែរក្សាទឹកដីនៅទីកន្លែងនេះដូច្នេះខ្ញុំបាទសូមបញ្ជាក់ជូនជាភាសាសម័យស្រួលស្ដាប់ចាប់បានងាយយល់កុំឲ្យឆ្ងល់មានចងល់ឆ្ងល់ធ្វើកម្មវិធីអ្វីមួយហើយមិនដឹងមានន័យយ៉ាងដូចម្ដេចដើម្បីឲ្យយល់ច្បាស់ជាទូទៅមិនថាកូនអស់លោកណាទេមុននឹងការ1ខែឬកន្លះខែឬ20ថ្ងៃយករូបថតពីសន្លឹកទៅសាលាឃុំសាលាសង្កាត់ទៅសុំច្បាប់ការកូនការចៅឬហៅថាសុំច្បាប់រៀបអាពាហ៍ពិពាហ៍មួយច្បាប់តម្កល់ទុកនៅសាលាសង្កាត់មួយច្បាប់ទុកបិទនៅមុខផ្ទះឬមុខរោងការតែដល់ថ្ងៃការយើងពុំពិបាកទៅសុំច្បាប់ទៀតទេព្រោះយើងសុំរួចហើយតែយើងសុំច្បាប់ផ្សេងទៀតគឺសុំច្បាប់ម្ចាស់ទឹកម្ចាស់ដីម្ចាស់ភូមិម្ដងគឺសុំឲ្យលោកឲ្យពោឲ្យជ័យកុំឲ្យមានហេតុភេទអ្វីកើតឡើងក្នុងថ្ងៃការបានជាលោកមេដាបេដារៀបចំក្រុងពលីនេះឡើងដែលមានរណ្ដាប់រៀបចំដោយយើងឃើញស្រាប់នេះភាគច្រើនបារមីជាអមនុស្សអេតរូបមានរិទ្ធប្រកែស័ក្តិសិទ្ធនៅចិត្តនៅក្បែរយើងមើលគេមិនឃើញតែគេឃើញយើងគេចង់ឲ្យយើងសុកគេចង់ឲ្យយើងទុកតាមចិត្តគេចង់បើយើងរៀបចំកម្មវិធីអ្វីមួយគ្រប់គេជឿគេឲ្យពោយើងជួយបីបាច់ថែរក្សាយើងបើយើងប្រមាថមើលងាយគេឲ្យមានហេតុភេទអាក្រក់ផ្សេងដល់យើងបារមីខ្លះឮតែឈ្មោះមិនដែលឃើញ